ការស្វែងយល់អំពីដំណើររឿងនៃការបង្កើតរដ្ឋអ៊ីស្រាអែលវាគឺជាគន្លឹះមួយដើម្បីយល់អំពីចំនួនដ៏រ៉ាំរ៉ៃនៅតំបន់ដើមបូព៌ានាពេលបច្ចុប្បន្ននេះនៅមុនឆ្នាំ1948នៅក្នុងតំបន់ដើមបូព៌ាមិនមានទេរដ្ឋអ៊ីស្រាអែលគឺមានតែទឹកដីប៉ាឡេស្ទីនហើយដូច្នេះហើយបានជាមនុស្សជាច្រើនជាពិសេសអ្នកកាន់សាសនាអ៊ីស្លាមយល់ថាវត្តមានរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដើមបូព៌ានេះវាគឺជារឿងខុសច្បាប់ដោយសារតែរដ្ឋអ៊ីស្រាអែលនេះត្រូវបានបង្កើតឡើងនៅលើទឹកដីរបស់ប៉ាឡេស្ទីនក៏ប៉ុន្តែដំណើររឿងវាមានលក្ខណៈស្មុគស្មាញជាងនេះតាមការពិតនៅក្នុងតំបន់ដើមបូព៌ាមុនឆ្នាំ1948គ្មានទេរដ្ឋអ៊ីស្រាអែលតែក៏គ្មានដែររដ្ឋប៉ាឡេស្ទីនគឺមានតែទឹកដីប៉ាឡេស្ទីនដែលត្រូវបានប្រទេសមហាអំណាចដូរដៃគ្នាកាន់កាប់ពីមួយទៅមួយអស់រយៈពេលរាប់ពាន់ឆ្នាំហើយទឹកដីដែលគេឲ្យឈ្មោះថាប៉ាឡេស្ទីននេះក៏មានបន្ទាត់ព្រំដែនមិនថិតថេរច្បាស់លាស់ដែរដោយពេលខ្លះត្រូវគេរាប់បញ្ចូលទាំងប្រទេសមួយចំនួនដែលនៅជុំវិញនោះដូចជាលីបង់ស៊ីរីនិងយ៉ូដានីជាដើមគឺអាស្រ័យទៅតាមសម័យកាលនិងអាស្រ័យទៅតាមការចាត់ចែងរបស់ប្រទេសមហាអំណាចដែលកាន់កាប់តំបន់នេះកាលពីជាង 3000 ឆ្នាំមុនតំបន់ដែលគេឲ្យឈ្មោះថាប៉ាឡេស្ទីននេះមានប្រជាជនជាច្រើនអំបូររស់នៅក្នុងនោះក៏មានដែរជនជាតិយីវីសឬហេប្រឺដែលបានបង្កើតជារដ្ឋនិងបានសាងសង់បូរីជាទីសក្ការៈមួយគឺទីក្រុងយេរូសាឡិមក៏ប៉ុន្តែនៅក្នុងសម័យកាលនៃចក្រភពរ៉ូមទីក្រុងយេរូសាឡិមត្រូវបានទាហានរ៉ូមវាយកំទេចចោលហើយជនជាតិយីវីសដែលហ៊ានងើបឡើងបះបោរប្រឆាំងនឹងអាញាធររ៉ូមត្រូវបានគេបណ្តេញចេញពីទឹកដីកំណើតឲ្យបែកខ្ចាត់ខ្ចាយទៅរស់នៅជាសហគមន៍ជនជាតិយីវីសនៅបរទេសចាប់តាំងពីពេលនោះមកទឹកដីអ៊ីស្រាអែលក៏លែងស្គាល់ឯករាជ្យដោយត្រូវប្រទេសមហាអំណាចបដូរដៃគ្នាគ្រប់គ្រងពីមួយទៅមួយដោយភាគច្រើនគឺស្ថិតនៅក្រោមការកាន់កាប់របស់មហាអំណាចកាន់សាសនាអ៊ីស្លាមរួមមានដូចជាចក្រភពអារ៉ាប់អ៊ីជីបនិងទូគីក្នុងសម័យកាលចក្រភពអូតូម៉ង់នៅក្រៅសង្គ្រាមលោកលើកទី1ចក្រភពអូតូម៉ង់ដែលចាញ់សង្គ្រាមត្រូវដួលរលំតំបន់ដែលស្ថិតនៅចន្លោះសមុទ្រមេឌីទែរ៉ាណេនិងទន្លេយ៉ូដានពលគឺទឹកដីប៉ាឡេស្ទីននិងរដ្ឋអ៊ីស្រាអែលបច្ចុប្បន្នក៏ត្រូវធ្លាក់ក្រោមការកាន់កាប់របស់ចក្រភពអង់គ្លេសនៅក្នុងអំឡុងសតវត្សទី19និងដើមសតវត្សទី20ចលនាមួយបានរីកដុះដាលឡើងនៅក្នុងចំណោមសហគមន៍យីវីសនៅអឺរ៉ុបដែលមានគំនិតចង់ឲ្យជនជាតិយីវីសវិលត្រឡប់ទៅបង្កើតរដ្ឋនៅទឹកដីកំណើតរបស់ខ្លួនវិញចលនានេះត្រូវបានគេឲ្យឈ្មោះថា Sion គឺជាឈ្មោះដែលគេឃើញមានប្រើនៅក្នុងគម្ពីរប៊ីបដោយសំដៅទៅលើទីក្រុងយេរូសាឡិមចលនាអន្តរប្រវេសន៍របស់ជនជាតិយីវីសដែលចូលទៅតាំងទីលំនៅនៅក្នុងទឹកដីប៉ាឡេស្ទីនក៏ចាប់ផ្ដើមកើតមានឡើងហើយនៅពេលដែលចំនួនជនជាតិយីវីសមានការកើនឡើងភាពតានតឹងជាមួយនឹងជនជាតិអារ៉ាប់ប៉ាឡេស្ទីនក៏ចាប់ផ្ដើមកើតមានឡើងដែរដែលបង្កទៅជាបញ្ហាស្មុគស្មាញដល់ចក្រភពអង់គ្លេសដែលជាអាណាព្យាបាលអង់គ្លេសធ្លាប់បានសន្យាជាមួយនឹងពួកអារ៉ាប់ប៉ាឡេស្ទីនថានឹងឲ្យពួកគេបង្កើតជារដ្ឋឯករាជ្យក៏ប៉ុន្តែក្នុងពេលជាមួយគ្នាអង់គ្លេសក៏បានសន្យាផងដែរដល់ចលនា Zionist ថានឹងឲ្យពួកគេមានទឹកដីជាមាតុភូមិមួយនៅប៉ាឡេស្ទីននៅក្រៅសង្គ្រាមលោកលើកទី2ហេតុការណ៍នៃការសម្លាប់រង្គាលជនជាតិយីវីសដោយអាល្លឺម៉ង់ណាស៊ីបានធ្វើឲ្យចលនាអន្តរប្រវេសន៍ជនជាតិយីវីសចូលទៅក្នុងទឹកដីប៉ាឡេស្ទីនបានកើតមានកាន់តែខ្លាំងការបង្កើតរដ្ឋឲ្យពួកយីវីសនៅប៉ាឡេស្ទីនក៏ចាប់ផ្ដើមទាក់ទាញនឹងការគាំទ្រកាន់តែច្រើនពីសំណាក់បណ្ដាប្រទេសនៅទូទាំងពិភពលោកជាពិសេសគឺបណ្ដាប្រទេសនៅអឺរ៉ុបដែលគិតថាខ្លួនមានចំណែកទទួលខុសត្រូវនៅក្នុងសោកនាដកម្មរបស់ពួកយីវីសនៅឆ្នាំ1947ក្រោយសង្គ្រាមលោកលើកទី2ដែលមើលឃើញអំពីស្ថានភាពស្មុគស្មាញនៅប៉ាឡេស្ទីនអង់គ្លេសក៏បានប្រកាសបញ្ចប់អាណត្តិជាអ្នកគ្រប់គ្រងទឹកដីប៉ាឡេស្ទីនក៏ប៉ុន្តែអង់គ្លេសមិនព្រមកំណត់ឲ្យបានច្បាស់លាស់ទេថាតើទឹកដីប៉ាឡេស្ទីននឹងត្រូវចាត់ចែងបង្កើតជារដ្ឋយ៉ាងដូចម្តេចដែលអង់គ្លេសបានរុញសំណុំរឿងនេះទៅឲ្យអង្គការសហប្រជាជាតិជាអ្នកដោះស្រាយជំនួសវិញអង្គការសហប្រជាជាតិបានសម្រេចបង្កើតគណៈកម្មាធិការពិសេសមួយដែលមានសមាជិកមកពីប្រទេសចំនួន11ឲ្យធ្វើការសិក្សាអំពីដំណោះស្រាយនៅប៉ាឡេស្ទីននៅក្នុងគណៈកម្មាធិការនេះ
មានប្រទេសខ្លះរួមមានអ៊ីរ៉ង់ឥណ្ឌានិងយូហ្គោស្លាវីបានស្នើនៅគំនិតបង្កើតទៅជារដ្ឋសហព័ន្ធប៉ាឡេស្ទីនមួយដោយមានរដ្ឋពីរជាសមាជិកគឺរដ្ឋមួយសម្រាប់ពួកអារ៉ាប់និងរដ្ឋមួយទៀតសម្រាប់ពួកជីវីសក៏ប៉ុន្តែប្រទេសចំនួន7ផ្សេងទៀតបានស្នើឲ្យអារ៉ាប់និងជីវីសបង្កើតទៅជារដ្ឋពីរឯករាជ្យដាច់ពីគ្នាទាំងស្រុងនៅទីបំផុតគឺដំណោះស្រាយបង្កើតរដ្ឋឯករាជ្យដាច់ពីគ្នាដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ1947គឺសេចក្តីសម្រេចលេខ181នៅក្នុងសេចក្តីសម្រេចនេះមហាសន្និបាតអង្គការសហប្រជាជាតិក៏បានកំណត់ផងដែរថាទីក្រុងយេរូសាឡឹមដែលជាចំណុចប្រទីនប្រទង់ខ្លាំងរវាងអារ៉ាប់និងជីវីសនឹងមិនត្រូវបញ្ចូលទៅក្នុងរដ្ឋណាមួយនោះទេក៏ប៉ុន្តែត្រូវដាក់ជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងអន្តរជាតិសេចក្តីសម្រេចលេខ181នេះត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិអនុម័តដោយសម្លេងគាំទ្រលើសពី2/3ក៏ប៉ុន្តែគ្រប់បណ្ដាប្រទេសអារ៉ាប់និងប្រទេសកាន់សាសនាអ៊ីស្លាមទាំងអស់បាននាំគ្នាបោះឆ្នោតប្រឆាំងបណ្ដាប្រទេសអារ៉ាប់បានប្រឆាំងដាច់ខាតទៅនឹងការបង្កើតរដ្ឋអ៊ីស្រាអែលដោយទាមទារឲ្យយកទឹកដីប៉ាឡេស្ទីនទាំងអស់បង្កើតទៅជារដ្ឋតែមួយសម្រាប់ពួកអារ៉ាប់អ៊ីស្រាអែលវិញគឺផ្ទុយពីពួកអារ៉ាប់អ៊ីស្រាអែលបានទទួលស្វាគមន៍ចំពោះដំណោះស្រាយរបស់អង្គការសហប្រជាជាតិហើយមានដឹកនាំពួកជីវីសនៅប៉ាឡេស្ទីនគឺលោក David Ben-Gurion បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលជាផ្លូវការនៅថ្ងៃទី14ខែឧសភាឆ្នាំ1948មួយថ្ងៃក្រោយការប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលនេះបណ្ដាប្រទេសអារ៉ាប់ដែលនៅជុំវិញនោះគឺរួមមានអេស៊ីបស៊ីរីយ៉ូដានីលីបង់និងអ៊ីរ៉ាក់ក៏បាននាំគ្នាលើកទ័ពបើកការវាយប្រហារលើអ៊ីស្រាអែលសង្គ្រាមនេះត្រូវបានគេឲ្យឈ្មោះថាសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី1ហើយមានរយៈពេលជាង9ខែជាលទ្ធផលគឺអ៊ីស្រាអែលជាអ្នកទទួលជោគជ័យរដ្ឋអ៊ីស្រាអែលត្រូវបានបណ្ដាប្រទេសជាច្រើនទទួលស្គាល់ជាផ្លូវការចំណែកឯរដ្ឋប៉ាឡេស្ទីនវិញនៅតែមិនអាចបង្កើតបានរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ